អញ្ចឹងអ្នកដែលកើតឆ្នាំជូតនៅក្នុងខែ6មានផ្កាយចំនួនចាមានផ្កាយចំនួនដែលនាំរឿងតូចឲ្យคล้ายជារឿងធំដូច្នេះដើម្បីបង្ការត្រូវតែអត់ធ្មត់ហើយចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងជំរាបសួរបងប្អូនសាជាថ្មីម្ដងទៀតដើម្បីថាវគ្គដែលអ្នកគ្រូជំរាបសួរនេះគឺវគ្គដែលយើងចាប់ផ្ដើមអានរិស័យចាជំរាបសួរបងប្អូនអរគ្នាម្ដងទៀតណាអញ្ចឹងអ្នកដែលកើតឆ្នាំជូតនៅក្នុងខែនេះមានផ្កាយចំនួនមិនល្អទេគួរតែអត់ធ្មត់ឲ្យបានច្រើនចាត្រូវតែគ្រប់គ្រងអារម្មណ៍ខ្លួនឯងអញ្ចឹងក្នុងមួយខែចាយើងមានរឿងតបប្រមាល់ឬក៏មានរឿងស្មុគស្មាញយ៉ាងណាដាស់សតិខ្លួនឯងថាជាពេលវេលាមិនល្អសម្រាប់យើងគួរអត់ធ្មត់អ្នកណាមកធ្វើអីក៏ដោយក៏យើងព្យាយាមថាខ្ញុំឆុងចាបើថាធំអត់បានទេដូចគេតែងតែនិយាយថាតុបកាន់បាត់អស់អាត្មាកាន់បាត់អាត្មាណាអ្នកគ្រូនិយាយលេងណាចាអញ្ចឹងចាបងជំរាបសួរបងរដ្ឋាចាអញ្ចឹងជូតអត់ធ្មត់ឲ្យបានច្រើនណាចាជូតឆុងមីហើយអញ្ចឹងមកដល់រាសីប្រចាំខែនេះគឺវាមកស្របគ្នាទៀតអញ្ចឹងអត់អាចថាឆុងហេងទេនៅក្នុងខែនេះគឺឆុងសយហើយចាអូខេអញ្ចឹងចូលមកដល់អ្នកដែលកើតឆ្នាំឆ្លូវចាអ្នកដែលកើតឆ្នាំឆ្លូវនៅក្នុងខែ6នេះល្អចាមានឱកាសនឹកស្មានមិនដល់ចាល្អមានឱកាសដែលនឹកស្មានមិនដល់ចាអញ្ចឹងរាល់គំនិតយោបល់របស់អ្នកមានតម្លៃមានគេយកចិត្តទុកដាក់និងគំនិតយោបល់របស់យើងចាអញ្ចឹងបងប្អូនដែលកើតឆ្នាំឆ្លូវនៅពេលវេលានេះនៅក្នុងខែ6នេះគឺពេលវេលាល្អចាដូចជាបងប្អូនធ្លាប់ធ្វើជាទីប្រឹក្សាឲ្យយោបល់គេពេលមុនមកអាចអត់សមតាមបំណងឬក៏គេបដិសេធអញ្ចឹងនៅក្នុងខែ6នេះរាល់យោបល់រាល់គំនិតរបស់បងប្អូនតែងតែគេគ្រប់គ្រងចាអញ្ចឹងអបអរសាទររាល់ដែលមានគំនិតថ្មីចាជាពិសេសអ្នកដែលមានគេហៅថាអ្នកដែលជាជំនួយការឬអីហ្នឹងចាអាកាំងល្អសម្រាប់បងប្អូនណែនាំទាំងមេឬក៏បុគ្គលិកឬអីអាហ្នឹងអាស្រ័យទៅតាមអាជីពការងាររបស់បងប្អូនណាចាអញ្ចឹងឆ្លូវនៅក្នុងខែ6នេះគឺល្អចាគំនិតអ្វីផុសចេញមកគឺល្អចាបន្ទាប់មកទៀតអ្នកបុកពោះឆ្នាំខាលជុំមកដល់ហើយចាខាលទេខ្លួនឯងមើលយ៉ាងម៉េចខាលអារម្មណ៍យ៉ាងម៉េចខាលនៅក្នុងខែនេះទៅតែចូលបាន4ថ្ងៃឯណោះចាយើងនឹងអាចដឹងថាអារម្មណ៍របស់យើងល្អឬក៏ប្រែប្រួលយ៉ាងណាអីយ៉ាងណាសូមខមមិនតិចមើលបងប្អូនអ្នកដែលកើតឆ្នាំខាលចាបងប្អូនអ្នកដែលកើតឆ្នាំខាលសូមខមមិនកំណត់យោបល់ខ្លួនឯងតិចមើលខ្ញុំរងតែគឺសំស្រាមមួយទៀតខាលអើយទៅដល់ណាហើយខាលចារងចិត្តដល់ហើយខាលថោះរងចិត្តដល់ហើយថ្ងៃនេះអ្នកគ្រូរវល់សម្រាប់ TikTok ក៏អត់បានផុសដែរណាអត់បានផុស TikTok ផុស TikTok ដើម្បីបងប្អូនបានដឹងរវល់នោះរវល់អត់មានអ្នកទៅសេកម្រងឲ្យថាទៅផុសអីដល់ខ្ញុំហើយចាដល់ខ្ញុំដល់ធ្វើមានន័យថាមិនបងសម្លាញ់តែអីចាចូលមក Telegram វិញចាអញ្ចឹងខាលនៅក្នុងខែ6នេះអារម្មណ៍នៅក្នុងខែចាស់នៅក្នុងខែ5មានអារម្មណ៍តានតឹងមានអារម្មណ៍ស្មុគស្មាញព្រោះខាលគឺជាសត្វមិនល្អជាមួយនឹងម្សាំងអញ្ចឹងធ្វើឲ្យយើងមានការស្មុគស្មាញធ្វើឲ្យយើងមានឧបសគ្គនៅក្នុងខែ5អញ្ចឹងចូលមកដល់ខែ6នេះខាលល្អនឹងជាមួយនឹងមមីតើយ៉ាងណាដែរចាអញ្ចឹងជួនកាលដូចខ្ញុំនិយាយចឹងជួនកាលជាខែស័ព្ទល្អមួយគ្នាមានប៉ុន្តែអត្តន័យបែបផ្សេងចាឥឡូវអ្នកដែលកើតឆ្នាំខាលនៅក្នុងខែនេះជាខែដែលត្រូវហ៊ានដឹកនាំគេបង្ហាញពីចំណុចខ្លាំងរបស់ខ្លួនចាគេរងចាំអ្នក
គេហៅថាគេរងចាំជាច្រើនអ្នកចាតើសិបើដូច្នេះនៅក្នុងខែនេះអ្នកត្រូវហ៊ានប្រយុទ្ធឬក៏បង្ហាញថ្មីដៃរបស់ខ្លួនអ្នកឲ្យបានល្អចាអ្នកដែលកើតឆ្នាំខាលនៅក្នុងខែ6នេះត្រូវហ៊ានដឹកនាំគេដើម្បីបង្ហាញពីចំណុចខ្លាំងរបស់ខ្លួនឯងចាឧទាហរណ៍ថានៅក្នុងធីមរបស់យើងចារងចាំកំណត់យោបល់ថ្មីរបស់មេឬក៏បើយើងជាមេចាឬក៏យើងជាម្ដាយឬក៏ជាប្តីអញ្ចឹងក្នុងពេលវេលានេះយើងអាចបញ្ចេញសមត្ថភាពនិងយោបល់ដឹកនាំក្រុមគ្រួសារឬក៏ដឹកនាំគ្រប់ឬក៏ដឹកនាំក្រុមហ៊ុនឬក៏អីផ្សេងទៅតាមអាជីពរបស់បងប្អូនចាខានមើលយូរហើយអ្នកគ្រូចាអញ្ចឹងយើងត្រូវតែមានឆន្ទៈមួយដឹកនាំក្លាហានឡើងដែលជាខែចាស់ឧបសគ្គមកហើយអញ្ចឹងខែនេះត្រូវតែភ្លឺស្វាងឡើងចាត្រូវតែហ៊ានចេញប្រយុទ្ធនិងបង្ហាញឆ្វេងដៃរបស់ខ្លួនឯងឲ្យបានល្អនៅក្នុងខែ6បើសម្រាប់សហគ្រិនឬក៏ក្រុមហ៊ុនផ្សេងក្រុមហ៊ុនចាដែលមានអ្នកដែលខាលចាដែលមានអ្នកដែលខាលដែលធ្វើការឲ្យណាជាខែល្អសម្រាប់អ្នកដែលរុះរើឬក៏ទិសដៅចាទិសដៅថ្មីមួយទៀតចាអញ្ចឹងនៅក្នុងនេះទឹកតែចូលបាន4ខែអញ្ចឹងយើងអាចមានផ្នត់កំណត់អីថ្មីនឹងមកដល់ឬក៏ការគិតរបស់យើងមានកំណត់អីថ្មីនៅក្នុងខែ6នេះចាជាខែចាស់ដែលស្មុគស្មាញខែថ្មីមានកម្រងអភិវឌ្ឍចង់បដាក់ទុនចង់រកស៊ីឬក៏ធ្វើអីឬក៏ដឹកនាំបែបណាទៅតាមអាជីពការងាររបស់ខ្លួនឯងចាអញ្ចឹងល្អចាអញ្ចឹងខាលត្រូវតែបង្ហាញស្នាដៃនិងបង្ហាញឆន្ទៈខ្លួនឯងណាចាអូខេអបអរសាទរអ្នកដែលកើតឆ្នាំខាលចាបន្តមកទៀតចូលដល់ឆ្នាំថោះឆ្នាំថោះមានអត់ចាឆ្នាំថោះខែមុនដូចជាមិនសូវល្អទេណាឆ្នាំថោះខែនេះជាមួយយ៉ាងម៉េចដែរចាមានតែអ្នកកើតឆ្នាំថោះដែរឬទេចា yes អូខេប្រឹងស៊ូសិបើស៊ូឡើងណាខែចាស់អត់ល្អអញ្ចឹងខែថ្មីល្អហើយចាខែថ្មីល្អហើយយើងត្រូវមានឆន្ទៈមានកំណត់មានកម្រងអីគេស្ទុះជាឡើងរឿងណាដែលមិនចាំបាច់ធ្វើទុកម្លែកសិនអ្វីដែលចំពោះមុខចាយើងធ្វើចាមានចាអញ្ចឹងឥឡូវអ្នកគ្រូសុំកំណត់ថ្មីកំណត់មិនសុំកំណត់ទេសុំអារម្មណ៍ថាតើខែចាស់ឆ្នាំថោះយ៉ាងម៉េចខែចាស់ណាបងអូនដែលកើតអ្នកដែលកើតឆ្នាំថោះការខែចាស់យ៉ាងម៉េចពួកអ្នកគ្រូអានឲ្យភ្លេចចាមានកូនឆ្នាំថោះដែរតែភ្លេចចាប់អារម្មណ៍កូនពៅឆ្នាំថោះខែចាស់យ៉ាងម៉េចកូនល្អខ្លាំងណាស់កូនដែរកាខែចាស់ខែ5មិនដែរអារម្មណ៍កូនមកភ្លេចហ៎អញ្ចឹងនៅទូចពេកអត់ដឹងចាអញ្ចឹងតមនុស្សធំចាអញ្ចឹងកាខែចាស់យ៉ាងម៉េចអ្នកគ្រូភ្លេចហើយចាប៉ុន្តែមានអារម្មណ៍ថាដូចខែចាស់ដូចមិនទាន់ល្អចាដូចអត់ទាន់ល្អអញ្ចឹងចូលមកដល់ខែថ្មីនេះអ្នកដែលកើតឆ្នាំថោះក៏មិនទាន់ល្អដែរចាឆ្នាំថោះមានផ្កាយមិនល្អចូលចាដែលនឹងធ្វើឲ្យមានផលរំខានប៉ះពាល់ដល់ការងារនិងសុខភាពហើយនឹងទំនាក់ទំនងផ្ទាល់ខ្លួនចាអញ្ចឹងឆ្នាំថោះបើបានលឺហើយចាបើបានលឺហើយគិតចាស់ណាខ្លួនឯងណាមានផ្កាយមិនល្អចូលមកមានផលរំខានដល់សុខភាពនិងការងារនិងរឿងផ្ទាល់ខ្លួនទំនាក់ទំនងផ្ទាល់ខ្លួនគួរតែធ្វើអ្វីចាំបាច់មុននឹងឈានទៅមួយជំហានទៅមុខទៀតចាអញ្ចឹងគួរតែគិតឬក៏ធ្វើអ្វីគេហៅថាគិតចាអាចច្បាស់លាស់ចាមុននឹងយើងឈ្មោះទៅមុខឬក៏ធ្វើអ្វីផ្សេងទៀតអញ្ចឹងអត់នឹកឃើញថាធ្លាប់តែគិតប្រើចេញទៅប្រើអត់ទេអញ្ចឹងនៅក្នុងខែនេះអ្នកដែលកើតឆ្នាំថោះនៅក្នុងខែ6នេះគួរតែគិតវិលហើយវិលទៀតគិតអីគេហៅថាគិតដដែលចាឬក៏អត់ធ្មត់ឲ្យបានឬក៏យ៉ាងម៉េចទៅអារម្មណ៍ខ្លួនឯងអញ្ចឹងអត់គិតថាអូធ្លាប់តែគិតភ្លាមទៅផ្លេតចាអញ្ចឹងនៅក្នុងខែនេះអត់គិតភ្លាមទៅផ្លេតទេគិតឲ្យគិតទៀតថារឿងហ្នឹងត្រូវអត់រឿងហ្នឹងខុសអត់រឿងហ្នឹងយ៉ាងម៉េចត្រូវតែពិចារណាគិតឲ្យបានច្រើនសារទៅយកទៅអនុវត្តឬក៏សម្រេចចិត្តចាហើយជៀសវាងការសម្រេចចិត្ត
ចាដោយអន្តេឬអន្តេសាអញ្ចឹងយើងបានប្រាប់ហើយចារាល់ការសម្រេចចិត្តត្រូវគិតឲ្យបានច្បាស់លាស់អត់ធ្មត់អត់គិតភ្លាមធ្វើផ្លេតទេនៅក្នុងខែ6នេះចាមានចន្លោះគុណការងារពិបាកអញ្ចឹងខែចាស់ពិបាកមកចូលដល់ខែថ្មីនេះក៏រាល់ធ្វើអ្វីមួយតែងតែគិតឲ្យបានច្បាស់លាស់ណាព្រោះអ្នកគ្រូចាំថាមានមិនតាន់ការខែ5ហ្នឹងវាមិនសូវល្អប្រហែលទេឥឡូវចូលមកដល់ខែ6នេះក៏អត់តាន់ផុតដែរក៏អត់តាន់សូវល្អដែរអញ្ចឹងមុននឹងធ្វើអ្វីត្រូវតែអត់ធ្មត់ឬក៏គិតឲ្យគិតទៀតអត់សម្រាប់ចិត្តលឿនបានទេចាអត់ធ្មត់បានច្រើនអញ្ចឹងតែមួយខែទៀតដែរអាចខែក្រោយនឹងល្អប្រសើរត្រឡប់មកវិញចាខែមមីឆុងនឹងជូតចាអញ្ចឹងថោះមិនល្អជាមួយនឹងជូតដូចគ្នាចាដូច្នេះហើយធ្វើឲ្យមានផលប៉ះពាល់ចាអញ្ចឹងបើបានស្ដាប់ហើយអ្នកគ្រូក៏ចងចាំទុកដើម្បីប្រាប់កូនចាចេះតែភ្លេចដែរចាអញ្ចឹងដូច្នេះអ្នកដែលកើតឆ្នាំថោះខែចាស់មិនល្អមកចូលដល់ខែថ្មីនេះក៏មិនល្អទៀតគួរតែប្រយ័ត្នប្រយែងរាល់ការធ្វើអ្វីមួយធ្វើគិតឲ្យគិតទៀតណាចាឬបើមិនចឹងទេឆាចោលសិនទៅនៅក្នុងខែហ្នឹងដែលមានបំណងធ្វើអីមួយធំដុំចាអញ្ចឹងចូលមកដល់អ្នកដែលកើតឆ្នាំរោងអ្នកដែលកើតឆ្នាំរោងអញ្ចឹងខ្ញុំមើលខមមិនបន្តិចសិនអ្នកដែលកើតឆ្នាំរោងបាត់អាស័យបើខមមិនថាម៉េចវិញជំនាញបានចូលហើយជំនាញអើយអ្នកគ្រូមួយថ្ងៃនឹងជាប់គ្នាឡើង1គីឡូហើយមួយថ្ងៃនឹងកំដរកូនសិស្សពីម្នាក់ទៅម្នាក់ឆាវឆាយឆាប់ខាងមួម៉ៅខែចាស់ឥឡូវចូលដល់ខែថ្មីសម្រាប់ឲ្យបានល្អណាអ្នកដែលកើតឆ្នាំខាល្អអូខេមានឆន្ទៈចាឥឡូវចូលមកដល់អ្នកដែលកើតឆ្នាំរោងជំនាញឆ្នាំរោងមានបានខមមិនហើយថាមាននៅក្នុងខែនេះណាចាបានចេញមកខមមិនថាគាត់កើតឆ្នាំរោងអញ្ចឹងដល់ហើយដល់លេខរៀងហើយឆ្នាំរោងខែ6នេះរិស័យល្អគំនិតរបស់អ្នកកាន់តែច្បាស់លាស់ហើយរាល់ការសម្រេចចិត្តកាន់តែមានយុទ្ធសាស្ត្រចាអ្នកដែលកើតឆ្នាំរោងណាដល់ហើយចាដល់ហើយមកស្ដាប់ទៅផ្ទៀងផ្ទាត់ចាមានគំនិតកាន់តែគេហៅថាឱកាសសម្រេចចិត្តកាន់តែច្បាស់ចាមានយុទ្ធសាស្ត្រជាខែល្អសម្រាប់ដោះស្រាយរាល់បញ្ហាចាអញ្ចឹងដូចខែចាស់ឬក៏អីស្រាប់មកដល់ពេលវេលាដែលខែយើងល្អរាសីឡើងគេថាខ្នាត់កំណត់យើងមានអ្វីដែលថ្មីឬក៏រឿងចាស់កម្រងចាស់នឹងដែលតសេមកយូរហើយអត់គេហៅថាអត់តន់ចេញណាអញ្ចឹងចូលមកដល់ខែនេះអាចនឹងតសេបានលឿនចាមានខ្នាត់កំណត់អីគិតអីតែងតែលឿនរហ័សចាដោះស្រាយរាល់បញ្ហាបានងាយចាអញ្ចឹងគេថាឧបសគ្គអីក៏យើងតែងតែដោះស្រាយបានអញ្ចឹងគេថាគំនិតចាអញ្ចឹងបុគ្គលគ្រប់រូបតែងតែត្រូវការគំនិតយកមកដោះស្រាយចាអញ្ចឹងពេលដែលយើងរាសីល្អមានគំនិតល្អចាតែងតែជោគជ័យចាអញ្ចឹងដូច្នេះពាក់ព័ន្ធនឹងលើបញ្ញាដូចគ្នាលើបញ្ញាលើអារម្មណ៍ដូចគ្នាចាក៏ប៉ុន្តែត្រូវទៀមទាគិតឲ្យបានមកចត់ណាអ្វីទៅបិទតែគំនិតល្អយកបល់ល្អមកហើយតែត្រូវតែឲ្យបានមកចត់ដែរជាខែដែលល្អមានកម្រងមានការចរចាអ្វីថ្មីផងដែរសម្រាប់សិក្សានុសិស្សចាសម្រាប់សិក្សានុសិស្សដែលខិតខំប្រឹងប្រែងរបស់អ្នកមិនខកបំណងឡើយចាអញ្ចឹងកូនដែលគាត់កើតឆ្នាំរោងណាចូលដល់ខែមមីនេះចូលមកគឺជាមានកំណត់ល្អចារាល់ការទន្ទិញមេរៀនអីអាចការចងចាំល្អចាដូចណាស់អ្នកគ្រូចាដូចណាស់អូខេចាដូចណាស់អញ្ចឹងអ្នកគ្រូក៏ដូចគ្នាដែរអ្នកគ្រូចាំហេតុអីបានអ្នកគ្រូចាំថាការអានរាសីនេះចាអត់ខុសទេ99%អានេះសម្រាប់អ្នកគ្រូតែបងប្អូនផ្សេងខ្ញុំអត់ដឹងប៉ុន្តែបងប្អូនគួរតែផ្ទៀងផ្ទាត់ខ្លួនឯងបើសម្រាប់ខ្ញុំនៅក្នុងឆ្នាំ2022មិនដឹង22ឬក៏23នៅក្នុងខែមួយនោះអានថាមានការក្បត់ចាមានការក្បត់មានការចាក់ពីក្រោយខ្នងចាមានមែនចាមានមែនអញ្ចឹងសាក់សីរស់ជាច្រើនដែលបានដឹងចាមានការផិតក្បត់ពីក្រោយខ្នងអញ្ចឹងពាក្យថាផិតក្បត់ចាមានការលួចមានការអីមានការអីគេហៅបាត់គ្រប់សពបែបយ៉ាងអញ្ចឹងយើងគួរប្រយ័ត្ន
មិនរាល់ការដែលយើងគិតថារឿងនឹងកើតឡើងមិនត្រឹមតែគិតគ្រួសារគឺយើងគិតទាំងអស់អ្នកដែលនៅជុំវិញខ្លួនចាអ្នកដែលគិតនឹកជុំវិញខ្លួនយើងអញ្ចឹងភាគច្រើនយើងតែងតែមើលរំលងអ្នកដែលជុំវិញខ្លួនដូចជាកូនប្តីឬប្រពន្ធឬក៏អីយើងតែងតែមើលរំលងចាយើងគិតតែអ្នកនៅតែងធ្វើការយើងគិតតែអ្នកដែលនៅជុំវិញខ្លួនយើងដែលយើងមានតំណែងតំណងតែកុំភ្លេចអាក្បែរក្លៀកហ្នឹងណាអាភ្លេចកុំភ្លេចក្បែរក្លៀកហ្នឹងចាយើងឧទាហរណ៍នៅក្នុងក្រុមគ្រួសារយើងកន្លែងទៅប្រយ័ត្ននៅកន្លែងធ្វើការខាងក្រៅស្រាប់តែក្រុមគ្រួសាររបស់យើងមានអ្នកដែលគេហៅថាមានមេផ្ទះឬក៏អីចឹងទៅចាចែកដនពីណាមកល្អស្រាប់ពេលហ្នឹងគាត់មានដៃមានជើងអីចឹងណានឹងហើយចាអញ្ចឹងពេលដែលរឿងមិនល្អអីតែឲ្យនៅក្នុងរឿងស្អីឲ្យប្រយ័ត្នគួរតែប្រយ័ត្នគ្រប់រឿងចាជួនកាលខ្លួនយើងហ្នឹងក៏យើងជាពេលវេលាមួយដែលយើងថាគេថាអាហ្នឹងជាខ្ញុំនិយាយតាមកូនសិស្សគេថាមាត់ក្បត់នឹងចិត្តតាមក៏មានពេលវេលាខ្លះមាត់យើងក៏ក្បត់នឹងចិត្តយើងដែរណាអូខេនេះជាសារមួយសម្រាប់ដាស់តឿនដល់បងប្អូនប្រុងប្រយ័ត្នចាអូខេអញ្ចឹងឆ្នាំរោងល្អហើយណាចាឆ្នាំរោងល្អហើយទាំងការសិក្សាអញ្ចឹងជាខែដែលយើងមានបញ្ញាល្អចាអញ្ចឹងទៅមានបញ្ញាល្អយើងធ្វើអ្វីក៏បានជោគជ័យដែរចូលមកដល់អ្នកដែលកើតឆ្នាំម្សាញ់ចាអញ្ចឹងចូលមកដល់អ្នកដែលកើតឆ្នាំម្សាញ់ឆ្នាំម្សាញ់ខែនេះគេថាមានដំណឹងល្អចូលមកដល់អ្នកដែលកើតឆ្នាំម្សាញ់ចាកាលណាដែលយើងចេះបើកចិត្តឲ្យទូលាយអញ្ចឹងមានអ្វីដែលល្អចូលមកមានតំណែងតំណងជាមួយមិត្តចាស់ឬក៏មិត្តថ្មីបានល្អប្រសើរឡើងវិញហើយជាមួយគ្នានោះផងដែរគួរតែបើកចិត្តឲ្យទូលាយនិងបង្កើតមិត្តភាពថ្មីចាព្រោះរាល់ការតំណែងតំណងនិងឱកាសល្អថ្មីមកដល់នៅក្នុងពេលឆាប់នេះចាអញ្ចឹងសម្រាប់អ្នកដែលកើតឆ្នាំម្សាញ់បើអ្នកគ្រូក្តាប់រួមទៅគឺយើងត្រូវតែមានតំណែងតំណងថ្មីចាអញ្ចឹងរាល់ការតំណែងតំណងយើងមិនអត់ប្រយោជន៍ទេជួនកាលនៅក្នុងខែហ្នឹងយើងអាចជួបបុគ្គលថ្មីមិត្តភ័ក្តិណែនាំឬក៏យើងជួបនៅកន្លែងណាចៃដន្យយើងញ៉ាំកាហ្វេឬក៏ញ៉ាំឬក៏យើងទៅដូចថាទៅយិន Paradise អីចឹងទៅជួបអ្នកនេះអ្នកនោះទៅចាអូគាត់ទៅស៊ីនេះយើងអាចប្រស័យតាក់ទងគ្នាបានអីចឹងចានេះគឺជាឱកាសថ្មីសម្រាប់អ្នកដែលកើតឆ្នាំម្សាញ់អាចតំណែងតំណងឬក៏ដូចដែលបានអានមិញជាឱកាសដែលយើងមានតំណែងតំណងទាំងមិត្តចាស់ទាំងមិត្តថ្មីកុំគិតថាអ្នកនេះអត់ប្រយោជន៍អ្នកអីចឹងយើងត្រូវបើកចិត្តទូលាយបន្តិចរាល់ការតំណែងតំណងរបស់យើងចាអញ្ចឹងជួនកាលតំណែងតំណងមនុស្សយើងម្នាក់ចាតំណែងតំណងថ្ងៃនេះវាអត់តន់ជាប្រយោជន៍តែនៅក្នុងពេលវេលាណាមួយជាប្រយោជន៍ឬក៏កុំតន់ឃើញប្រយោជន៍ចំពោះមុខចាពេលនេះអត់ប្រយោជន៍តែអនាគតនិងពេលក្រោយអាចនឹងមានប្រយោជន៍ចាឬក៏កុំគិតថាពេលនេះអត់ប្រយោជន៍ចាអស់ប្រយោជន៍ហើយចាទាត់ចោលកុំគិតចឹងណាចាពេលដែលយើងតែងតែមានភ្នាត់កំណត់មួយថាអស់ប្រយោជន៍ហើយយើងនឹងទាត់ចោលចាអញ្ចឹងពេលដែលយើងត្រឡប់មករកប្រយោជន៍ចាស់នឹងវិញតែងតែមានការខកបំណងអញ្ចឹងដូច្នេះមិនចាំឲ្យមិនចង់ឲ្យបងប្អូនថារាប់មនុស្សឬក៏រាប់មិត្តឬក៏រាប់អីដើម្បីប្រយោជន៍ចំពោះមុខនោះទេចាប៉ុន្តែក្នុងសង្គមសពថ្ងៃគឺភាគច្រើនរាប់ប្រយោជន៍ច្រើនជាងឃើញភ្លាមរាប់ប្រយោជន៍សិនមិនទាន់ថារាប់ជាមិត្តសិនទេគឺរាប់ប្រយោជន៍ចំពោះមុខសិនចាណាមែនអត់បងប្អូនរាប់ប្រយោជន៍ចំពោះមុខសិនចាគេថាពេលវេលាណាពេលវេលាពេលនេះអត់ប្រយោជន៍តែថ្ងៃក្រោយមានប្រយោជន៍ឬក៏ពេលនេះយើងគិតថាអស់ប្រយោជន៍ហើយតែថ្ងៃនៅអនាគតទៀតអាចនឹងមានការមានប្រយោជន៍ធំជាងនៅបច្ចុប្បន្ននឹងទៀតចាបងប្អូនតែងតែបើអ្នកធ្វើការដែលគេមានចំណេះដឹងជ្រៅជ្រះគេរក្សាទុកមិត្តភាពមួយគេហៅថាជាការណែនាំឬក៏ reference ណាបើជនបរទេសវិញគេហៅថា reference បុគ្គលនឹងល្អអត់គេអត់ចាំបាច់មើលបុគ្គលនឹងទេគឺគេចាំស្ដាប់អ្នកដែលណែនាំអ្នកដែលស្គាល់ថាតើបុគ្គលមួយនឹងល្អអត់ចាអញ្ចឹងម្នាក់ល្អពីរអ្នកល្អបីអ្នកល្អគេមិនចាំបាច់មើលខ្លួនឯងទេគឺគេចាំ reference ហ្នឹងតែបើថា reference នឹងអត់មានថាបុគ្គលមួយនឹងជាបុគ្គលដែលចាំតែជាកបីចម្លងផុកទេជួបមានប្រយោជន៍ពេលហ្នឹងអញ្ចឹងថ្ងៃស្អែកឬមួយខែទៀតអត់មានប្រយោជន៍គាត់ទាត់ចោលអញ្ចឹងបុគ្គលហ្នឹងនៅទៅដល់ពេលណាក៏គាត់តែងតែទាត់គេចោលដូចគ្នាអញ្ចឹងនៅក្នុងចំណុចនេះចាក៏គួរតែ
បងប្អូនខ្លះក៏គួរតែពិចារណាឃើញមុខគ្នាញឹមដាក់គ្នាបានច្រើនសិនទៅណាចាព្រោះអ្នកគ្រូធ្លាប់ជួបអញ្ចឹងហើយក្នុងពេលឱកាសនេះដែលថាវាស្របមកជាមួយគ្នាក៏ខ្ញុំចង់ណែនាំចាពេលនេះបែបនេះតែពេលក្រោយអាចបែបផ្សេងអញ្ចឹងសូមរក្សាទំនាក់ទំនងឲ្យបានល្អប្រសើរចេះជាងថាខកដំណើរបាត់ណាមើលខុសណាខកដំណើរបាត់គេថាវាសនាមិនទៀងពេលវេលាមិនទៀងពេលថ្ងៃពេលយប់រដូវត្រជាក់រដូវក្តៅតែងតែមានការផ្លាស់ប្ដូរចារាសីរបស់យើងក៏ដូចគ្នាមិនមែនជាអមតៈខែនេះឆ្នាំពេលនេះយើងល្អមិនអាចថាគិតតែពេលទៅមុខទៀតមិនទេអញ្ចឹងយើងត្រូវតែថារក្សាទំនាក់ទំនងណាមួយឲ្យបានល្អចាកុំជីកបីចម្លងផុកចាតាវិញឆ្ងាយតិចហើយចាអញ្ចឹងចូលមកដល់អ្នកដែលកើតឆ្នាំមមីឆ្នាំមមីខែនេះជាខែមមីចានឹងមួយថ្ងៃទៀតចូលបើតាមប៉ាជឿចាសុខភាពថយចុះអ្នកដែលកើតឆ្នាំមមីសុខភាពខ្សោយថយចុះនៅក្នុងខែ6នេះដូច្នេះគួរកាត់បន្ថយរាល់ការងារតែធ្វើឲ្យលើកម្លាំងចាយកចិត្តទុកដាក់ទៅលើសុខភាពឲ្យបានច្រើនឬក៏ឲ្យល្អចាបើធ្លាប់ថាអូខែមុនយើងធ្វើការថែមម៉ោងឬក៏អីអញ្ចឹងគួរតែខែនេះរក្សាសុខភាពជាចម្បងចាអត់មានអ្វីទេមមីអត់មានអ្វីជាពិសេសឬក៏យ៉ាប់យើងទេគ្រាន់តែពាក់ព័ន្ធទៅលើសុខភាពចាតាអញ្ចឹងចូលមកដល់ខែចូលមកដល់អ្នកដែលកើតឆ្នាំមមីម្ដងមមីមានទេមមីមានលើកដៃអូខេស្លេះតំនេះមួយចរចាអ្នកដែលកើតឆ្នាំមមីម្ដងចាបងប្អូនកំពុងតែមើលមានឆ្នាំមមីអត់បងបើឆ្នាំជូនរួចបាត់បងបើទៅចូលមកបាក់និយាយនៅក្នុង live តាចាអ្នកដែលកើតឆ្នាំមមីឆ្នាំមមីខែចាស់យ៉ាងម៉េចណាភ្លេចនេះខែចាស់មានអ្នកជួយឧបត្ថម្ភខែចាស់ឆ្នាំមមីដូចជាល្អមានអ្នកជួយឧបត្ថម្ភមានអត់មានអ្នកកើតឆ្នាំមមីអត់ម៉មមេអើយបេះដូងធំមកចាអូខេម៉មមេនៅក្នុងខែចាស់ដូចជាល្អដែរមានអ្នកជួយឧបត្ថម្ភមានអ្នកជោគជ័យចាម៉មមេភាគច្រើនfan របស់ខ្ញុំគឺម៉មេអញ្ចឹងហើយពេលដែលខ្ញុំហៅម៉មេតែងតែចេញមកចាក្រៅពីម៉មេដូចអត់សូវទេចាអញ្ចឹងតាម៉មេនៅក្នុងខែនេះក៏មិនតន់សយុទ្ធដែរនៅតែរក្សាតំណែងល្អដដែលកាខែចាស់មានអ្នកជួយឧបត្ថម្ភមានអ្នកជ្រោមជ្រែងអញ្ចឹងខែថ្មីនេះយ៉ាងម៉េចចាតែនៅល្អហើយណាអ្នកគ្រូអត់ឃើញហើយនៅតែល្អក៏ប៉ុន្តែល្អបែបណាខែចាស់ល្អមានអ្នកជួយឧបត្ថម្ភចាអញ្ចឹងខែថ្មីមានផ្កាយតាក់ទាញអ្នកដែលកើតឆ្នាំមមេនៅក្នុងខែថ្មីមានផ្កាយតាក់ទាញសម្រាប់ខែ6នេះចាទេពកោសលពីធម្មជាតិរបស់បងប្អូនលេចធ្លោគេថាតាក់ទាញចំណាប់អារម្មណ៍ចាអញ្ចឹងដែលបងប្អូនដែលអ្នកលក់ដូរឬក៏អីអាចនឹងលេចធ្លោឬក៏មានឱកាសចាច្រើនចាឬក៏វាឆ្កាឬក៏អីក៏ដោយចានៅក្នុងខែនេះមានផ្កាយដែលផ្កាយតាក់ទាញមកទៅណាមកណាមានការចាប់អារម្មណ៍ចាអញ្ចឹងពាក្យថាចាប់អារម្មណ៍មិនសំដៅទៅលើតែរឿងស្នេហាឬក៏សំដៅអីការចាប់អារម្មណ៍យើងធ្វើការអីមួយល្អអញ្ចឹងទៅចាក៏គេចាប់អារម្មណ៍ថាអូល្អណាស់លេខflow បកាយមែនចាស្នាដៃល្អឧទាហរណ៍ថាធ្វើម្ហូបឆ្ងាញ់ចាអីទៀតចាកាត់ខោអាវធ្លាប់តែកាត់ពីមុនអីចឹងស្រាប់តែលើកហ្នឹងមានថ្មីដៃអីចឹងជាខែដែលមានគេថាមានវិជាប្រៃភាពមានភាពលេខflow ចាអញ្ចឹងសង្ឃឹមថាបងប្អូនដែលជាតារាឬក៏ជាអ្នកអនឡាញអីឱកាសល្អមកហើយអញ្ចឹងចេញប្រយុទ្ធណាចេញប្រយុទ្ធឲ្យបានច្រើនព្រោះជាពេលវេលាល្អសម្រាប់ការបង្ហាញសមត្ថភាពព្រោះជាផ្កាយដែលតាក់ទាញចាជាពិសេសអ្នកដែលមានបំណងចង់ធ្វើអ្វីដែលថ្មីចារឹតតែល្អរឹតតែផ្ដល់ឱកាសដែលយើងបើកចំណេះជំនាញឬក៏ហៅថាបង្ហាញថ្មីដៃខ្លួនឯងចាអបអរសាទរអ្នកដែលកើតឆ្នាំមកនេះចាថ្មីដៃអញ្ចឹងឧទាហរណ៍ថាបងប្អូន
បើកសាឡនឬក៏អីចាអញ្ចឹងមានជាប្រិយភាពមកយើងធ្វើអីទៅតែងតែគេគ្រប់គ្រងពីម្នាក់ទៅម្នាក់ថាអត់ល្អអីចឹងចាអញ្ចឹងពេលវេលានេះឱកាសរបស់អ្នកឆ្នាំមួយមេត្រូវតែបញ្ចេញសមត្ថភាពឲ្យអស់ណាកុំសង្ងំស្ងៀមចាបើសង្ងំស្ងៀមស្មើនឹងយើងមិនបានបង្ហាញសមត្ថភាពអញ្ចឹងបង្ហាញសមត្ថភាពឲ្យច្រើននៅក្នុងខែ6នេះចាឬក៏មកចេញធ្វើទីផ្សារឲ្យច្រើនដើម្បីការណែនាំខ្លួនយើងទៅឲ្យមិត្តភ័ក្តិថ្មីឬក៏ fan ថ្មីឲ្យបានស្គាល់ចាអូខេអញ្ចឹងចូលមកដល់អ្នកដែលកើតឆ្នាំវកយ៉ាងណាដែរឆ្នាំវកចាឆ្នាំវកក៏នៅតែល្អចាខែចាស់អ្នកគ្រូអត់បានចាប់អារម្មណ៍ទេចាប៉ុន្តែខែថ្មីនេះអ្នកដែលកើតឆ្នាំវកមានគំនិតច្នៃប្រឌិតចាមានគំនិតច្នៃប្រឌិតចានឹងមានគំនិតដោះស្រាយគេហៅថាបានល្អរាល់ដំណោះស្រាយដែលបងប្អូនចង់ធ្វើអ្វីមួយដែលតានតឹងចាយើងអាចដោះស្រាយបាននៅក្នុងខែ6នេះចាអ្នកដែលកើតឆ្នាំវកមានគំនិតច្នៃប្រឌិតមានការគិតដិតដល់ចាអញ្ចឹងគិតបើសិនតែយើងគិតថាខែនេះអ្នកកើតឆ្នាំវកគិតច្រើនតិចចាប៉ុន្តែគិតនេះគឺជាគេហៅថាគំនិតដែលល្អមិនមែនគំនិតអវិជ្ជមានទេគឺជាគំនិតល្អចាបើអ្នកច្នៃម៉ូតអីច្នៃបានលឿនអញ្ចឹងទៅគិតបានដិតដល់ដូចជាមុនយើងគិតឲ្យដល់ប្រយោលអញ្ចឹងនៅក្នុងខែនេះយើងគិតដោយហ្មត់ចត់ដោយដិតដល់ជាគំនិតដែលច្នៃប្រឌិតចាគេហៅថាគំនិតច្នៃប្រឌិតគ្រាន់តែកលេសទៅគេធ្វើបែបនេះសោះមកយើងជួបចែកដនថាដូចជាគេចាក់ផ្កាម៉ូតអីចឹងមួយមកគ្រាន់តែយើងឃើញមកកត្រកមកអូគេនិយាយបែបនេះចាអញ្ចឹងនឹងហើយជាគំនិតច្នៃប្រឌិតចាយល់លឿនគេហៅថាអ្នកចេះ10មិនស្មើអ្នកប្រសពមួយទេណាចាអ្នកការឆ្នាំវកខែនេះគឺល្អបែបហ្នឹងចាចាអញ្ចឹងពេលដែលយើងមានគំនិតល្អបែបនេះហើយត្រូវតែជឿជាក់លើខ្លួនឯងជាពិសេសនៅក្នុងខែហ្នឹងកុំឲ្យគេថាអូទាញអារម្មណ៍យើងថាបែបនេះអូអត់ទេយើងត្រូវតែជឿជាក់លើគំនិតរបស់យើងលើស្នាដៃរបស់យើងចាអត់គេហៅថាអត់រារែកដោយពេលវេលាចាស់ឬក៏យ៉ាងណាឬក៏តាមផ្នត់គំនិតអីគេទេអញ្ចឹងយើងត្រូវតែជឿជាក់លើខ្លួនឯងណាអ្នកដែលកើតឆ្នាំមកគំនិតច្នៃប្រឌិតល្អចាអញ្ចឹងចូលមកដល់រកាក៏មានកូនសិស្សជាច្រើនដែរដែលរងចាំរកាចូលមកដល់ហើយអ្នកដែលកើតឆ្នាំរកាកន្លងមកគាត់តែងតែធ្វើ feedback ឲ្យត្រូវណាស់តែបងប្អូនផ្សេងគាត់អត់កាញ់ការគាត់អត់សូវតំណែងមួយខ្ញុំអីចឹងណាគាត់អត់សូវដឹង feedback តែបើអ្នករកាគឺគាត់តែងតែធ្វើ feedback ឲ្យបើពេលដែលគាត់បានស្ដាប់ចាអញ្ចឹងឥឡូវអត់ឃើញគាត់ស្ដាប់ទេការងារគាត់រវល់ច្រើនចាអញ្ចឹងអ្នករកាផ្សេងទៀតមានអត់អ្នករកាផ្សេងទៀតដូចជាអូនលីនបងឌីណាអត់បានចូលមើលទេមករយៈចុងក្រោយនេះឥឡូវអូនលីនរវល់អត់ស្មានទេចារកាដើរជួបជាមួយគ្នាញឹកញយឥឡូវខ្ញុំគិតសិនតើដូចអត់ខែមុនក៏ដូចល្អរកាមានចាអញ្ចឹងរកាខែចាស់យ៉ាងម៉េចជួយធ្វើ comment ឲ្យមួយដើម្បីវិភាគខែថ្មីស្របគ្នាអត់រកាសុំ comment មានអាស័យពៅអ្នកណាគេបើខ្លួនឯងអានឹងបានយល់ច្បាស់តែបើអ្នកចិត្តខាងយើងអាចអត់សូវគេថាអារម្មណ៍អត់សូវដូច 100% អញ្ចឹងសូមម្ចាស់ខ្លួនតែការឆ្នាំរកាខែចាស់យ៉ាងម៉េចខែចាស់អ្នកគ្រូភ្លេចដែរនេះពួកអត់បានផ្ដោតលើដូច live យឺតចឹងដែរដល់ពេលអញ្ចឹងទៅក៏ screenshot ឲ្យកូនសិស្សពួកបញ្ញាប់ពេកខ្ញុំដែរអ្នកគ្រូចាអញ្ចឹងសូមយោបល់បន្តិចមើលការខែចាស់យ៉ាងម៉េចចាដើម្បីយើងទៀងផ្ទាត់កូនចាអញ្ចឹងកូនយ៉ាងម៉េចមានត្រឹមពាត់អត់កូនខែចាស់មានត្រឹមពាត់ឬក៏មានការសរសើរមានការឲ្យអាំងប៉ាវទៅកូនគិតមើលខែចាស់កូនយ៉ាងម៉េចមានអ្នកគ្រូឃើញសាវេតសុយសាវេតកាត់ដេអ្នកគ្រូ fan មួយដែរ friend មួយគ្នានៅ Facebook ឃើញគ្រូសារីករាយចាមួមកឆៅឆាឃើញ top set
mua mang chơi trang từng thọc sạch mà sạch nó lấy cho ban mà ngay nó nhận bạch khai thầm mày khai thầm mày nè anh Linh khai thầm mày nó nhận bạch anh sẽ bơ bà con mình chẳng bà sân chỉ anh Linh tranh máu sạch mua mang mà cho tayชื่อจรานสมกสมานโอเครกาชื่อจรานสมกสมานจรานกำปงเดือดดับเนี่ยคือมาได้ละมองบางดีนามาได้ละมองบางดีนานักดันต่างหากหมดดาวโอเคปงจำสนับใช่ยังไม่บางดีนาโจจัดไอ้ไม้ไว้ข้างเราโอ้ยจังกับใครจ่าเรานะรกาเมียนได้ถ่าใครจ่าเราใครจ่าเราโจเราใครทำไมนี่ยังไม่ตาจุดเริ่มต้นเนี่ยก็รู้ตัวบันโจจุดพอดจ้ะบางสเปซนำไอ้อย่าไล่โจดารกาให้จ้ะใครทำไมมันใส่สบายจัดนะใครทำไมอัดใส่สบายจัดไปให้อันก็ซ้อกับตัวใจดังพวงบาโจดาปาชื่อวิ่งในปีเป็นไงเตี้ยบังพอดใครจ้ะจังแกท่าในใครจ้ะใครทำไมเป็นในแตะเตียนกันเนี่ยจ้ะบันดังท่าตอนล้อเลี้ยงซอยจันกึศจางจ้ะจังเลี้ยงซอยจันก็ท่าประดับทำออกมาวิจารณ์ในใครจ้ะเอาสวากุมในใครทำไมจ้ะสวากุมในใครทำไมจ้ะตามจังเลี้ยงซอยจันจ้ะจังใครทำไมนั่งละออกจ้ะตามาตอนแรกนั่งจังดังให้ดังแต่บางปอนสมองสมานแต่คนตุ้ยก็แต่งปอดหยัดตาโอเคตาจังในขนมไข่ดอกกาเนี่ยแต่การชำดอกกาในขนมไข่ประมวยนี่เชี่ยค่ายได้นอมโมกสิกระไดซอกเพลยจัดจ้ะเชี่ยค่ายนอมโมกเนอสิกระไดซอกเพลยจัดบานจานโดยเชี่ยตัวละตะพอการเงินละอ๋อตักหมดไรตุ่มเนี่ยตุ่มน้องการเงินสนายฮักบานย่างรุนลูนจ้ะเคยเงี้ยละอ๋อไอ้จังแบบตอนละอ๋อเลี้ยงโซยจังอ่ะก็ไอ้เรื่องจ่าโจมหมกตาใครจ่าโจมมาตามตอนมันไม่ตรงครั้งนะจ้ามันไม่ตรงจ้าจังบางตอนบางทีสำหรับเนี่ยอาชีพก็ในขนมไข่นี่ละออาปุงรีบ้านจ้าสาธุจ้าจังประสันเยอะดังผ่าคายจ้าเป็นมันละอจังก็สอนแต่ประมาณทั้งไงเตี้ยเลี้ยงซอยจันยุคนี้หรือก็ใส่เอาแฉพอดจ้าสวากุ้งไข่ทำไมได้ไม่กำหนดละอไว้ละอจงหมกดาวจ้ะเอาซาโต้เนี่ยรายการชั้นโรกาจ้ะจ้ะเป็นแค่นี้จ้ะยังพับปีโรกาเจอหมกดาเนี่ยรายการชั้นจอบางคนแพ้เอ้ยตอนไลฟ์บางเคยบางปอนแฟนจ้ะตอนไลฟ์อัดบางเคยเนี่ยบางเคยเนี่ยเมียยักการเงี้ยพ่องเมียยักจมูกก้นซักพ่องเมียยักเนี่ยกูใบใจครูแต่มวยแต่ใบใจเชิญครั้งสายกลมให้สายคือสายกลมให้พับในตามเป็นแบบกัดช่องเนี่ยครูดอนมาสั่งเลยหัวให้บ้องหัวให้โจดอดกาให้มาสั่งละอ้อบ้องเอาการละอ้อเมาสำหรับชนะมาสั่งจ้ะไงนี้เลี้ยงซอยเจนหรือก็สายเลี้ยงซอยเจนมันจำเป็นต่อยุบได้เป็นลำล่างเลี้ยงซอยเจนตื่นจ้ะไปสวากุ้งใครทำไมจับยังไงมันต้องไงมันเนี่ยดังยังไงตีปั๊มเปอร์หรือก็ตีประมาณเนี่ยเพลย์ใหญ่ปันใต้สังคมแต่บางปอนน้องไม่ได้เลี้ยงซอยในไทยใส่ใจอย่างอ่ะนะจ้ะกระตากัดครัวเลยใส่ผักกาแฟเต้ผักกาแฟมุ้ยผักจอมบกตะวันบางปืนจอมตะวันจ้ะจังเราการเราหายใครทำไมจ้ะจังเลี้ยงซอยจังในใครจ้ะจ้ะอ่ะจ้ะอุปตรจังไรในใครจ้ะอ่ะสวากุ้งใครทำไมจ้ะจังจงหมกดอนเนี่ยรายการชั้นจออย่างหนาได้จ้ะชั้นจอในขนมไข่นี่ก็รอได้จมูกนางหมมีคือมีนกายดักนวมจ้ะชั้นจอในขนมไข่หมมีคือมีนกายดักนวมเพื่อเอามีนตุ่มนกจัดเลยครูนไอให้เจ้าอธิปลแต่ดอนเนี่ยจุงเป็นครูนโดยเนียจ้ะจังเนี่ยรายการชั้นจอไปแต่กอดมีนอธิปลแกให้ทับเชื่อเจ้าเลยครูนไอจังอำนาจอธิปลบอกว่าสายเพย์แต่ดอนเนี่ยได้จุงเป็นครูนกอดโดยเนียจ้ะให้เชื่อเจ้านั่งเป็นตุ่มนกจัดครูนไอแกให้ท่าไอ้เก๋เหมือนเปียอังเล่ feel confident
ចាចឹងដែលអ្នកដែលការឆ្នាំចូលនៅក្នុងខែនេះគេអត់មានបកស្រាយអ្វីរឿងអីកាត់ឡើងទេគឺគាត់មានភាពជឿជាក់លើខ្លួនឯងមានមោទនភាពលើខ្លួនឯងចាក៏អំណាចនិងឥទ្ធិពលនៃការជឿជាក់លើខ្លួនឯងក៏ជះទៅដល់ថាដល់ឧទាហរណ៍ថាមេដឹកនាំមួយដែលមានគេថាខ្លាំងហានអញ្ចឹងកូនចៅឬក៏អ្នកនៅជុំវិញខ្លួនក៏មានទំនុកចិត្តទៅលើថាអូមេខ្ញុំខ្លាំងមេខ្ញុំល្អអញ្ចឹងខ្ញុំមានទំនុកចិត្តនឹងដើរតាមគាត់ឬក៏ធ្វើតាមគាត់ចាអញ្ចឹងអ្នកដែលការឆ្នាំចោលល្អនៅក្នុងខែ6នេះចាអញ្ចឹងកូនបើចង់ក្រោយគេយ៉ាងណាដែរតាមានកូនបើអត់ឆ្នាំកលបងស្រីនៅបាត់ដំបងដូចជាធ្លាប់ថាឲ្យតែលឺកលចូលមកឬក៏មិនពាក់ព័ន្ធនឹងកលឥឡូវមានអត់មានឆ្នាំកលឬក៏គាត់មកសាញ់ជួបកលដែលអត់ល្អតាអញ្ចឹងឆ្នាំកលកូនបើមានអត់មានអត់ឆ្នាំកលកូនបើចុងក្រោយគេមានថ្ងៃកលអ្នកគ្រូចាអញ្ចឹងបើមានថ្ងៃកលក៏ល្អដែរបងចាក៏ល្អដែរណាចាបើចាំស្ដាប់ចាអញ្ចឹងបងសគុណទៅយិនផារ៉ាដៃនៅថ្ងៃទី18ណាបងណាទៅកាត់គ្រោះលើករាសីណាថ្ងៃទី18ខែ6នេះត្រូវនៅថ្ងៃ8រោចចាអញ្ចឹងបើសិនជាបងប្អូនមានបំណងឥឡូវផ្សាយពាណិជ្ជកម្មតិចទៀតចាបើសិនជាបងប្អូនមានបំណងទៅកាត់គ្រោះលើករាសីមានថ្ងៃទី11ថ្ងៃទី18និងថ្ងៃទី25ចាថ្ងៃទី11គឺថ្ងៃ1រោចចាអញ្ចឹងបងប្អូនកាត់គ្រោះបានត្រូវនឹងថ្ងៃពុធចាអញ្ចឹងបន្ទាប់មកទៀតថ្ងៃទី18ត្រូវនឹងថ្ងៃ8រោចបងប្អូនអាចកាត់គ្រោះលើករាសីបានត្រូវនឹងថ្ងៃសិលទៀតចាអញ្ចឹងថ្ងៃទី25ក៏ថ្ងៃរនោចដូចគ្នាទី15រោចចាអញ្ចឹងក្នុងមួយខែនេះកាត់គ្រោះបាន3ពេលបាន3អាទិត្យជាប់គ្នាអញ្ចឹងថ្ងៃទី11ថ្ងៃទី18និងថ្ងៃទី25អ្នកដែលមានបំណងចង់ទៅកាត់គ្រោះជាមួយនឹងព្រះអង្គខានហៅយូព្រះអង្គអីគេព្រះរាហូចាខានហៅព្រះអង្គយូចង់វៈចាព្រះរាហូបើសិនជាបងប្អូនមានបំណងទៅកាត់គ្រោះលើករាសីនៅព្រះរាហូអញ្ចឹងបងប្អូនទៅថ្ងៃទី11ខែ6និងថ្ងៃទី18និងថ្ងៃទី25ថ្ងៃទី18ជាថ្ងៃសិលថ្ងៃទី25ក៏ថ្ងៃសិលចាអញ្ចឹងបាន2ថ្ងៃដែលល្អពិសេសចាកាត់គ្រោះហើយជាថ្ងៃសិលទៀតចាព្រះរាហូចាបងអត់នឹកអត់ចង់ឃើញព្រោះអត់សូវហៅព្រះនាមព្រះអង្គហ៎ចាអញ្ចឹងព្រះម៉ែធរណីនិងព្រះអង្គស៊ីវលីជាប់មាត់រាល់ថ្ងៃដល់ពេលព្រះអង្គរាហូអត់សូវហៅចាអញ្ចឹងយើងអាចកាត់គ្រោះបានណាចាអញ្ចឹងរាល់ការកាត់គ្រោះយើងមិនឆុងក៏យើងទៅកាត់គ្រោះបានដែរព្រោះពីមុនមកយើងអត់ដែរទៅកាត់គ្រោះលើករាសីទេអញ្ចឹងបងប្អូនអ្នកដែលអត់ធ្លាប់ទៅកាត់គ្រោះលើករាសីទេអាចទៅបានចាមិនចាំបាច់តែឆ្នាំកលឬក៏មួយសាន់ទេអញ្ចឹងគ្រប់បងប្អូនទាំងអស់មានបំណងគេហៅថារបៀបថាយើងមិនដែរកាត់គ្រោះបែបខ្មែរអញ្ចឹងយើងអាចទៅបាននៅថ្ងៃទី11ថ្ងៃទី18និងថ្ងៃទី25ចាអញ្ចឹងតោះចូលដល់អ្នកដែលកើតឆ្នាំកលចុងក្រោយមានអត្ថន័យយ៉ាងណាចាឆ្នាំកលជាខែដ៏ល្អសម្រាប់ទួលនីតិនិងការដឹកនាំចាទៅក៏សอบពីខែចអានេះសอบខែចចាអធិស្ឋានចាប៉ុន្តែក៏ល្អដូចគ្នាអ្នកដែលកើតឆ្នាំកលនៅក្នុងខែ6នេះចាជាខែដែលជំរុញទៅលើវិស័យហិរញ្ញវត្ថុចាលុយណាចាទៅលើវិស័យហិរញ្ញវត្ថុលាភលុយចានិងជាភាពដឹកនាំបានល្អចាអញ្ចឹងអ្នកដែលកើតឆ្នាំកុលនៅក្នុងខែ6នេះចំណូលចូលល្អបានយ៉ាងរលូនថែមទាំងតាក់ទាញនឹងតួនាទីរបស់យើងដឹកនាំបានល្អផងដែរជាខែដែលយើងអាចស្វែងរកចំណូលថ្មីបន្ថែមទៀតបានចាអញ្ចឹងអបអរសាទរកូនបើណាអេម៉ាក់និយាយចង់ក្រោយអីបានន័យខ្លាំងមិន
ហេចាអញ្ចឹងអបអរសាទរអ្នកដែលកើតឆ្នាំកុរនៅក្នុងខែ6នេះជាខែដែលល្អពាក់ព័ន្ធនឹងលៀបលុយលៀបសក្ការៈអញ្ចឹងបងប្អូនអាចបន្ថែមគេថាចំណូលល្អឬពាក់ព័ន្ធនឹងតួនាទីក៏អាចដឹកនាំគេបានល្អផងដែរចាចាប់អញ្ចឹងអ្នកដែលកើតឆ្នាំកុរមានអត់នៅក្នុងពេលវេលានេះសូមបញ្ចេញយោបល់តិចមើលចុងខែចាស់ដើមខែថ្មីតើវាផុតខែចាស់ហើយទៅនៅចាសាធុអរគុណចាជូនពរហេងទាំងអស់គ្នាណាចាអញ្ចឹងអ្នកដែលកើតឆ្នាំកុរក៏ល្អអញ្ចឹងអ្នកដែលរាសីមិនល្អក៏ត្រូវតែគួរប្រុងប្រយ័ត្នបែបណាអត់ធ្មត់ឲ្យបានច្រើនចាអញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំបើកគេថាមិនបើកភ្នែកឡើងទេរបៀបបើយើងនិយាយថាអាចបើកភ្នែកឡើងក៏មានដំណឹងមិនល្អជាច្រើនចាដំណឹងល្អគឺកូនសិស្សអ្នកគ្រូហើយវេលាអ្នកគ្រូហើយវេលាខ្ញុំផងចាអាហ្នឹងជាទូទៅហើយសឹងរាល់ថ្ងៃហើយដែលដាស់អ្នកគ្រូដល់លេខរៀងខ្ញុំនៅចាណាចាដល់លេខរៀងមើលរាសីខ្ញុំនៅចារឿងដល់មើលរាសីហ្នឹងចង់ភ្លេចទៀតចាខ្ញុំចាអញ្ចឹងបើសិនជាបងប្អូនមានបំណងចង់មើលរាសីឱកាសអ្នកគ្រូ discount ណាចាកុំឲ្យផុតអញ្ចឹងបងប្អូនថាមិនអាចមិនមើលមិនទាន់នៅក្នុងខែនេះបងប្អូនអាចកក់បិទខែក្រោយទៀតអាចនឹងមើលបានចាឬក៏បាត់ទុកឆ្នាំក្រោយអ្នកខ្លះ2ឆ្នាំមិនទាន់បានមកមើលទេចាអ្នកខ្លះ2ឆ្នាំមិនទាន់បានមកមើលចានៅតារាងរាសីនៅបិទនៅនឹងឡើយចាពេលវេលាដែលអ្នកគ្រូ discount បងប្អូនគួរតែបញ្ញាទុកថាពេលវេលាហ្នឹងបងប្អូនថាអត់ដឹងមើលរឿងអីទេអញ្ចឹងអាចឆ្នាំក្រោយចាឆ្នាំក្រោយបងប្អូនមើលដើម្បីធ្វើបែបណាហើយបន្តមកទៀតជាពិសេសកូនដែលត្រូវប្រឡងចាគួរតែមើលរាសីខ្លួនឯងឲ្យបានច្បាស់លាស់ដើម្បីកុំឲ្យធ្វើខុសនឹងដំណើរជីវិតខ្លួនឯងចាអញ្ចឹងបងស្រីអត់ទាន់បានមើលថ្ងៃនេះប្រហែលជាអត់ដឹងអ្នកគ្រូឡាយធ្លាប់ម្ដងគាត់ចូលមើលមុនគេថ្ងៃមុនគាត់មកមើលរាសីចាខ្ញុំបាច់ឲ្យឈ្មោះគាត់ទេប៉ុន្តែឈ្មោះគាត់ក៏ខ្ញុំអត់ឃើញគាត់ចូលមើលថ្ងៃនេះចាគាត់មកមើលរាសីខ្ញុំនិយាយបាត់ពិសោធន៍ណាខែនឹងសម្រាប់ចិត្តអស់ហ្មងចាអញ្ចឹងខ្ញុំនិយាយបាត់ពិសោធន៍ជាក់ស្ដែងបច្ចុប្បន្ននេះមិនតែមើលរាសីជូនបងប្អូនទេគឺមើលគឺថាពិគ្រោះទាំងផ្លូវចិត្តណាពិគ្រោះអស់សាច់អស់នោមហ្មងចាបើសិនជាការងារខ្លួនឯងអូខេការងារខ្លួនឯងណាចាអញ្ចឹងបើសិនជាកូនណាដែលគាត់សម័យថ្មីគាត់អត់ស្ដាប់ឪពុកម្ដាយឱកាសអ្នកគ្រូជួយបដៅជំនួសចាអញ្ចឹងអ្នកមានវិបត្តិផ្លូវចិត្តឬក៏អីក៏ឱកាសភាសាមួយគ្រូអញ្ចឹងមិនត្រឹមតែមើលរាសីទេគឺគេហៅថាកំសើចគឺហៅថាដូចជាគ្រូពេទ្យចិត្តសាស្ត្របាត់ដូចជាគ្រូពេទ្យចិត្តសាស្ត្រចាអ្នកមានវិបត្តិផ្លូវចិត្តបាទអ្នកគ្រូបញ្យល់តាមអ្នកបែបវិបត្តិផ្លូវចិត្តកូនចៅអត់ស្ដាប់ម៉ែឪអ្នកគ្រូបញ្យល់ថាមកស្ដាប់ម៉ែឪអញ្ចឹងត្រូវយកកូនមកផងណាពេលដែលកូនណាអត់ស្ដាប់ហើយត្រូវឲ្យគាត់នេះត្រូវម៉ែឪម៉ាក់ប៉ាចាគាត់ហ៊ានបដៅកូននេះអញ្ចឹងឱកាសឲ្យគ្រូបដៅជំនួសពាក្យច្រើនចាអញ្ចឹងដូចអ្នកនៅតកែកំពុងតែសើចហ្នឹងចាអញ្ចឹងក៏មានដែរក៏អ្នកគ្រូឆ្លៀតបដៅជំនួសដែរអញ្ចឹងអាទិត្យមុននេះចាបងស្រីកូនគាត់ជាកូនដែលល្អរៀនពូកែចប់និទេសរហូតគាត់និយាយតែលទ្ធផលដែលគាត់ចេញមកធ្វើការខុសនឹងដងកំណើតដងរាសីរបស់គាត់ចាអញ្ចឹងធ្វើឲ្យគាត់មានការស្មុគស្មាញការតាមតឹងបតិកលាគ្នាជាមួយម្ដាយខ្វែងគំនិតគ្នាចាខ្វែងគំនិតគ្នាអញ្ចឹងបានខ្ញុំតែងតែប្រកាសថាគួរតែកុំស្ដាយត្រូវតែមើលរាសីដើម្បីឲ្យកូនដែលកំពុងតែមានបំណងចាដែលកូនកំពុងតែការសិក្សាត្រូវតែរើសផ្លូវដើរឲ្យហើយកុំទុកដល់ឲ្យរៀនហួសហើយត្រឡប់មកដើរ3ឆ្នាំឬក៏4ឆ្នាំទៀតមិនដូចគ្នាទេចាហើយកូនបងស្រីណាចាគាត់អស់អារម្មណ៍រៀនចាគាត់ជានេះគេហៅថាជាសិស្សដែលប្រកែរៀនចប់និទេសរហូតអញ្ចឹងគាត់បានទៅរៀនទៅដល់ស្រុកគេទៀតពេលដែលឥឡូវនេះម្ដាយចង់ឲ្យត្រឡប់ទៅរៀនប្រទេសមួយផ្សេងដែលគាត់ធ្លាប់ទៅប្រទេសថ្មីមួយទៀតគាត់អស់អារម្មណ៍រៀនអាលីងចាអស់ចាពេលដែលយើងមើលដំណើរជីវិតរបស់គាត់ទៅគឺជាពេលវេលាដែលគាត់លែងចង់រៀនចាយើងឥឡូវឧទាហរណ៍ថាបើសិនជាយើងរៀនខុសហើយយើងចង់រៀនថ្មីបើរាសីនឹងនៅចង់រៀនទៀតអូខេខ្លាចតែរាសីដែលអត់ចង់រៀនទៀតដោយកូនបងស្រីណាចាអញ្ចឹងខកបំណងនេះណាបងប្អូនណាចាខកបំណងហើយចាខ្ញុំអត់ចង់បានលុយបងប្អូនប៉ុណ្្នឹងទេប៉ុន្តែខ្ញុំអត់ចង់ឲ្យកូនក្មួយខូចអនាគតចាឥ
អត់ចង់ឲ្យកូនក្មួយខូចអនាគតរបស់ពួកគាត់គេហៅថាដើរបញ្ច្រាស់នឹងវាសនាធ្វើការងារនឹងខុសនឹងវាសនាខុសនឹងជោគជតារាសីខ្លួនឯងអញ្ចឹងធ្វើឲ្យគាត់ធុញថប់ចាធ្វើឲ្យគាត់ធុញថប់ធ្វើឲ្យគាត់លែងចង់បានអ្វីទាំងអស់ពីមនុស្សល្អខ្លាយជាមនុស្សដែលផ្សោះកក្រោះចាអញ្ចឹងបងប្អូនអត់ធ្លាប់ឆ្លងកាត់បែបហ្នឹងបងប្អូនអត់យល់ខ្ញុំឆ្លងកាត់គ្រប់រឿងគ្រប់រ៉ាវចាភ្ញៀវបែបណាក៏ខ្ញុំឆ្លងកាត់ឥឡូវឧទាហរណ៍តែបងប្អូនជាអ្នកលក់ដូរបែបណាបងប្អូនជួបភ្ញៀវបែបហ្នឹងឥឡូវបងប្អូនជាអ្នករេស្តូរ៉ាំបងប្អូនជួបភ្ញៀវបែបណាខ្លះចាបងប្អូនជាគ្រូពេទ្យបងប្អូនជួបភ្ញៀវបែបណាខ្លះចាឥឡូវបងប្អូនជាគ្រូបង្រៀនជួបកូនសិស្សបែបណាខ្លះអញ្ចឹងគឺជួបគ្រប់រឿងគ្រប់រ៉ាវទាំងអស់អញ្ចឹងខ្ញុំជាគ្រូចែករំលែកចំណេះដឹងបែបជោគជាតារាសីវាសនាណាអញ្ចឹងគឺឃើញអ្នកដើរផ្ទុយជាច្រើនមកចាអញ្ចឹងខ្ញុំតែងតែប្រាប់ថាការរៀនបកែមិនប្រកាសថាធ្វើការជោគជ័យទេអញ្ចឹងអ្នកដែលរៀនមិនបាននិទេសល្អមិនប្រកាសថាគាត់ចេញទៅធ្វើការទៅប្រាជ័យទេចាណាចាចំណុចកន្លែងនេះដែលយើងថាខ្សក់ចិត្តឲ្យយើងដឹងមុនមិនចង់ឲ្យដើរទាំងសពិកសពិលសម័យយើងចាស់យើងអាចដើរសពិកសពិលចាបានប៉ុន្តែមកដល់ឥឡូវនេះការមើលរាសីអត់មានកន្លែងលាក់លៀមទៅថាអូទៅមើលគ្រូណាដែលល្អណោះទៅមើលគ្រូណាឥឡូវគ្រូដែលមើលរាសីសឹងល្បីជាងគេទៀតចាឲ្យតែបើកប្រព័ន្ធអនឡាញមកសិតតែគ្រូចែករំលែកចំណេះដឹងឬក៏គ្រូទស្សន៍ទាយឬក៏អីបែបវិទ្យាសាស្ត្រក៏មានបែបណាក៏មានចាអញ្ចឹងមានច្រើនណាស់គ្រាន់តែបងប្អូនសម្រាប់ចិត្តយ៉ាងណាចាតែបើសម្រាប់ខ្ញុំវិញគួរតែមើលរាសីឲ្យហើយចាអញ្ចឹងឱកាសបើមើលជាមួយអ្នកគ្រូឱកាស promotion តែមួយខែហ្នឹងទេចាអញ្ចឹងចុងឆ្នាំបងប្អូនត្រូវតែរៀនឲ្យដើម្បីចូលមហាវិទ្យាល័យថ្មីចាតាន់ពេលវេលាហើយចាជាឱកាសល្អសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍គេហៅថាកុំឲ្យមិនពាក្យ master ពាក្យអ្នកគ្រូណាលីគាត់មានប្រសាសន៍ថាកុំឲ្យគេហៅថាកម្មមកបាំងវាសនាដំណឹងអីមកហើយកុំឲ្យកម្មមកបាំងយើងគ្រាន់តែដឹងហើយតែយើងអត់បានអនុវត្តស្មើនឹងកម្មមកបាំងចាអាពាក្យថាកម្មមកបាំងនេះយើងដឹងយើងឮថាកន្លែងហ្នឹងយ៉ាងម៉េចកន្លែងនេះជាកន្លែងដែលល្អអីមួយហើយប៉ុន្តែធ្វើឲ្យយើងខ្វៀងមិនចង់ទៅជួបមិនខ្ញុំនិយាយរឿងសម្ដៅថាតែលើការឆែករិស័យមួយណាសម្ដៅទៅលើរឿងអីផ្សេងចាដែលយើងទៅធ្វើថាអូរឿងកន្លែងនេះអ្នកជំនាញកន្លែងនេះល្អស្រាប់តែបាយយើងទាញទៅកន្លែងផ្សេងធ្វើឲ្យយើងខុសអីចឹងណាចាអានេះគេហៅថាកម្មមកបាំងចាណាកម្មមកបាំងយើងដឹងរឿងគ្រប់រឿងគ្រប់ពេលតែយើងអត់បានអនុវត្តយុគ9នេះជួយអស់ជួបអស់ឲ្យភ្ញៀវបែបណាមិនក៏ឃើញគាត់ជួបដែរអ្នកគ្រូចាបងចាយើងធ្វើតែល្អទៅរឿងភ្ញៀវគេបែបណាជារឿងរបស់គេយើងធ្វើអ្វីដែលល្អរបស់យើងទៅចាទុកឲ្យគេទទួលនៅអ្វីរបស់គេកម្មផលរបស់គេចាអញ្ចឹងបន្តមកទៀតចាកូនភ្ញៀវម្នាក់ទៀតតែជាខ្ញុំអត់បានស្គាល់គាត់ទេចាថ្ងៃនោះគាត់មកមើលរាសីជាមួយខ្ញុំគាត់ថាធ្លាប់មើលរាសីតាមអ្នកគ្រូឡាយចាអ្នកគ្រូនិយាយអត់ខុសទេប៉ុន្តែហេតុអីបានគាត់អត់បានមកមើលរាសីពេលដែលដឹងថាវាសនារបស់គាត់មិនល្អហើយហេតុអីគាត់មិនមកមើលបច្ចៈថាវាបែបណាទៅណោះអ្នកគ្រូណោះទុកឲ្យហួសពេលចាទុកឲ្យហួសពេលប្រហែលជាមួយឆ្នាំកន្លះទៅ2ឆ្នាំទៅខែមុននេះពេលដែលខ្ញុំ promotion ខែមុនពេលខែ4ដែលខ្ញុំមើលពេលដែលកូនគឺកំណត់កូនស្រីខ្ញុំ discount ដែរចានៅខែ4ចាគាត់មកមើលនៅពេលហ្នឹងទៅបានគាត់និយាយថាអ្នកគ្រូខ្ញុំដឹងខ្ញុំមើលមួយអ្នកគ្រូយូរហើយតាមអនឡាញដែលអ្នកគ្រូមើល free ណាតែខ្ញុំអត់បានមកជួបអ្នកគ្រូទៀតចាអញ្ចឹងពេលដែលគាត់មកមើលខែមុនហ្នឹងគឺខែដែលខ្ញុំ promotion discount គ្រូកំណត់នៅខែ4ហ្នឹងគឺគាត់មកមើលហួសពេលអស់ចាហួសពេលអស់លីងចាអញ្ចឹងចង់ឲ្យទាញមកដូចដើមចាអញ្ចឹងគេហៅថាវាសនារបស់គាត់មិនធ្ងន់ធ្ងរដែលថាជួបឧបសគ្គបែបហ្នឹងត្រូវធ្ងន់ធ្ងរទេតែដល់ពេលគេហៅថាកំហឹងទល់កំហល់ខឹងមួយឆាវធ្វើឲ្យមានការគេថាមិនរឿងមិនសមកើតយើងទប់អត់បានគេហៅថាខុសអស់លីងចាចង់ឲ្យត្រឡប់ដូចដើមក៏អត់ដូចដើមចាណាចាអញ្ចឹងខ្លាចខ្ញុំនិយាយបងប្អូនអត់យល់អញ្ចឹងខ្ញុំបញ្ជាក់ឲ្យយល់ចាគាត់មើលរាសីតាមអនឡាញដែលខ្ញុំមើលត្រួសឲ្យគាត់ខ្ញុំថាឆ្នាំនេះប្រយ័ត្នជាឆ្នាំដែរជីវិតគូឆុងយ៉ាប់ប្រយ៉ែងរាល់ពាក្យសម្ដីឬក៏អីមួយចាអញ្ចឹងពេលដែលគាត់មើលរួចហើយគាត់អត់បានមកមើលរាសីបន្ថែមទៀតទេអញ្ចឹងគាត់បណ្ដោយវាសនារបស់គាត់ឲ្យជីវិតគូឆុងចាទាំងដែលមកបើទ្រាំមួយឆ្នាំនឹងបានគឺគាត់រួចខ្លួនអញ្ចឹងនៅក្នុងកំឡុងពេលនោះរឿងដែលថាកើតនៅក្នុងឆ្នាំហ្នឹងគាត់កំហឹងទល់កំហល់មកពេលបែកគ្នាមកដល់ឥឡូវគាត់មកមើលជាមួយខ្ញុំសួរថាតើខ្ញុំអាចជួបគ្នាវិញអត់
ណាគាត់អាចថាខ្ញុំពួកខ្ញុំអាចជួបគ្នាវិញអត់អញ្ចឹងបានខ្ញុំថាពេលដែលដឹងរឿងដំបូងគេហៅថាពេលដែលគោបាត់ទៅយកលបងមកស្រះពេលអាគោមិនទាន់បាត់មិនក៏មិនគេហៅថាធ្វើលបងឲ្យហើយអាពេលគោមិនទាន់បាត់អត់ព្រមធ្វើលបងទេតតែគោបាត់ហើយចាវិញផ្លូវមិនដឹងដើរចូលផ្ទះបែបណាទោះយើងស្វែងរកមកវិញក៏អត់ឃើញចាអញ្ចឹងខ្ញុំអត់ចង់ឲ្យបងប្អូនទាំងអស់គ្នាមានបែបហ្នឹងទេចាគេហៅតាមមកពេលបើសិនជាវ័យចដែលឆុងចាយើងទ្រាំអត់បានធ្វើម៉េចណោះចាព្រោះវ័យចវា stand by 10ឆ្នាំមកហើយតែនេះតែមួយឆ្នាំទេហើយមួយឆ្នាំនៅក្នុងពេលវេលាមួយឆ្នាំហ្នឹងក៏មានខែមកដល់ដែរចាអញ្ចឹងពេលដែលយើងដឹងខែបែបហ្នឹងយើងអត់ធ្ងន់បែបណាទៅចាយើងអាចដំណងផុតចាអានេះគឺជាវាសនាមួយណាអញ្ចឹងការរៀនសូត្រក៏ដូចគ្នារៀនសូត្រគឺជាហៅថាបើយើងរៀនត្រូវនឹងរៀនស្អីបើយើងភាពចៃដន្យមិនបាច់រកគ្រូទាយមិនបាច់រកគ្រូណែនាំផ្លូវឯតែយើងធ្វើដល់ជោគជ័យគឺពេលវេលាហ្នឹងដែលរៀនស្អីឡើងក៏ប៉ុន្តែរាល់ពេលដែលកូនក្មួយដែលមានពេលវេលាប្រឡងហ្នឹងគឺភាគច្រើនជាឆ្នាំដែលឆុងជាទូទៅភាគច្រើនដែលឆ្នាំដែលឆុងចាអាចនឹងពិបាកសម្រាប់ចិត្តអញ្ចឹងមានអ្នកខ្លះឆុងហេងអ្នកខ្លះឆុងសុយអញ្ចឹងពេលដែលឆុងហេងគឺគាត់ឆុងហើយគិតអ្វីដែលល្អចាតែបើគាត់ឆុងសុយវិញគឺគាត់រើសផ្លូវរៀនឬក៏រើសផ្លូវដើរអត់បានល្អទេចាអញ្ចឹងធ្វើឲ្យការគាត់រៀននឹងខុសចាអញ្ចឹង3ឆ្នាំឬក៏4ឆ្នាំមិនងាយស្រួលទេណាបងប្អូនណាចាអញ្ចឹងហើយដាក់ដើមទុនការរៀនសូត្ររៀនឲ្យចំគោលដៅចារៀនឲ្យចំគោលដៅចាមិនខ្វះទេអ្នកដែលខុសគោលដៅច្រើនណាស់ដែលខ្ញុំបានដឹងចានេះគឺជាចំណុចដែរខ្ញុំនឹកឃើញរឿងការមើលរាសីអញ្ចឹងមុននឹងទៀតមិញចង់និយាយអីទេឥឡូវមកមើលរាសីភ្លេចបាត់អត់បានកត់ទុកចាអូខេបងប្អូនមានសំណួរអីផ្សេងអត់ឥឡូវអ្នកគ្រូភ្លេចអាការងារចាស់ដែលមិនត្រូវនិយាយបាត់ដែរឥឡូវយើងអានរាសីភ្លេចបាត់ដែរចាភ្លេចអាចាស់ដែលចង់និយាយដែរចាប៉ុន្តែអ្វីដែលខ្ញុំអានរាសីនិយាយនេះគឺក្តាប់រួមទាំងអស់ទាំងជោគវាសនាទាំងការរស់នៅចាទាំងជីវិតគូក្រងប្តីប្រពន្ធគឺមកជាមួយគ្នាទាំងអស់ណាចាមកជាមួយគ្នាទាំងអស់ហើយបើពាក់ព័ន្ធនឹងហុងស៊ុយវិញចាបើពាក់ព័ន្ធនឹងហុងស៊ុយវិញចាក៏ដូចគ្នាពាក់ព័ន្ធនឹងហុងស៊ុយណាបើសិនជាបងប្អូនមានជោគវាសនាមានន័យថាថ្ងៃខែកំណើតបងប្អូនល្អក៏ដោយបើសិនជាបងប្អូននៅខុសកន្លែងពាក្យថាខុសកន្លែងខុសតំបន់ខុសផ្ទះចាធ្វើឲ្យជោគវាសនារបស់បងប្អូននឹងប្រែប្រួលដូចគ្នាណាក៏ធ្វើឲ្យជោគវាសនារបស់យើងប្រែប្រួលដូចគ្នាឥឡូវខ្ញុំឧទាហរណ៍រាសីយើងល្អស្រាប់តែយើងទៅជិះទូកចម្លងដែលកំពុងតែលិចលង់ដែលកំពុងតែធ្លាយឬក៏កំពុងថាមនុស្សច្រើនហើយយើងឡើងបន្ថែមមួយទៀតស្រាប់តែភាពចៃដន្យមានខ្យល់មានភ្លៀងមកអាចវានឹងលិចអញ្ចឹងវាសនាយើងទៅលើផ្ញើទៅលើទូកហ្នឹងចាតែបើសិនជាយើងបានទៅជិះទូកធំរាសីយើងអត់ល្អក៏ដែរដែលយើងទៅបានជិះទូកធំដែលអត់មានអ្នកជិះច្រើនជិះតែយើងតិចតួចអូខេឱកាសមកឲ្យយើងចាសុខភាពចាឱកាសឲ្យយើងមានសកម្មសុខភាពមានអីផ្សេងចាអញ្ចឹងបានខ្ញុំថាហុងស៊ុយគឺជាកត្តាជំរុញនិងជាកត្តាទាញឲ្យយើងធ្លាក់វាសនាយើងល្អក៏ដោយបើយើងនៅកន្លែងខុសហុងស៊ុយធ្វើឲ្យជោគវាសនារបស់យើងថយដូចគ្នាតែបើសិនជារាសីយើងមិនល្អប្រហែលទេបើយើងនៅក្នុងឱកាសគេហៅថានៅក្នុងផ្ទះដែលល្អឬក៏តំបន់ដែលល្អឱកាសការងារយើងគេហៅថាជំរុញឲ្យអូខេចេដាបានចូលមកក្រោយគេដែរណាចេដាឆ្នាំអីចាំស្ដាប់ម្ដងទៀតណាចាអ្នកគ្រូអានរាសីហូរហើយចេដាឆ្នាំអីចាអញ្ចឹងមិនថាកុំមើលរំលងមិញអ្នកគ្រូនឹកឃើញមកវិញហើយអ្នកគ្រូនឹកឃើញថាថ្ងៃនេះទទួលបានការទទួលសារមកជាច្រើនមានទាំងល្អមានទាំងមិនល្អចាការឆាតមកពីភ្ញៀវណាពីអ្នកជំនាញខ្លួនអ្នកគ្រូចាមានជាច្រើនរឿងអញ្ចឹងមានបងប្អូនខ្លះក៏ឆាតមកអ្នកគ្រូជួយគិតខ្ញុំផងបែបនេះចាដូចខ្ញុំនិយាយការមើលរាសីឬក៏រើសវេលាជារឿងរាល់ថ្ងៃហើយដែលបងប្អូនតែងតែឆាតមកតែរឿងខ្ញុំគួរតែធ្វើបែបណានៅក្នុងខែនេះវាមានជាច្រើនដែលពាក់ព័ន្ធពី3នាក់ចាចឹងខ្ញុំចង់ជម្រាបជូនបងប្អូនណាការនៅក្នុងខែ6គឺជាខែកុលហើយនឹងម្សាញ់វាឆុងគ្នាខែ5ចាអញ្ចឹងចូលមកដល់ខែ6នេះគឺវានៅអាចប្រតិកលាគ្នាអញ្ចឹងការនៅក្នុងខែ5ណាជាខែម្សាញ់នៅក្នុងខែ5ជាខែម្សាញ់មានឱកាសបងប្អូនឧបសគ្គជាច្រើនដោយសារអ្នកខ្លះសាំវិញចាអ្នកខ្លះគាត់រងចាំតែថ្ងៃរងចាំតែពេលវេលាមកដល់នឹងគាត់ផ្ទុះរឿងអត់ល្អចូលមក
យើងធ្វើឲ្យរាល់ការសម្រេចចិត្តរបស់គាត់ពិបាកចាណាចឹងអ្នកដែលកើតនៅក្នុងឆ្នាំម្សាំងនេះណាបើកើតនៅក្នុងខែរោងបើកើតនៅក្នុងខែខាលបើកើតនៅក្នុងខែម្សាំងហ្នឹងឧបសគ្គជាច្រើនចាចូលមកសម្រាប់គាត់ចាអញ្ចឹងឧបសគ្គខ្លះចាបងប្អូនខ្លះឆុងដើមខែបងប្អូនខ្លះឆុងកណ្ដាលខែបងប្អូនខ្លះឆុងចុងខែចាអញ្ចឹងអ្នកខ្លះឆុងដើមឆ្នាំឆុងកណ្ដាលឆ្នាំឆុងចុងឆ្នាំឆុងដើមវ័យច10ឆ្នាំឆុងកណ្ដាលឆ្នាំនិងឆុងចុងវ័យចចាអញ្ចឹងឱកាសមាន3នឹងដូចគ្នាពេលវេលាចាចាអញ្ចឹងថ្ងៃនេះវាចុងពេលវេលានឹងអាចចូលដល់ដើមខែថ្មីវាមានដំណឹងមិនល្អជាច្រើនឲ្យអ្នកគ្រូជួយដោះស្រាយចាអញ្ចឹងខ្ញុំអត់ចង់និយាយថាប៉ះពាល់រឿងជំនឿសាសនាទេប៉ុន្តែបងប្អូនមួយចំនួនថាចាយល់ដឹងពីហុងស៊ុយហើយតែបងប្អូនគិតថាខ្ញុំធ្វើតាមលោកខ្ញុំរើសវេលាតាមលោកហើយឯងចាណាចារឿងតារាសាស្ត្រអត់ពាក់ព័ន្ធនឹងជាមួយជំនឿទេតែប៉ះឆុងគឺឆុងហើយណាជំនឿយើងអីជឿបែបផ្សេងបានបែបបន់អីបានចាតែតារាសាស្ត្រតែប៉ះឆុងគឺឆុងហើយបើយើងដឹងថាយើងប៉ះឆុងហើយយើងអត់លៀងស៊ុយគឺរឿងហ្នឹងនៅដានជាប់ហើយចាណានៅដានជាប់ហើយហុងស៊ុយរឿងតារាសាស្ត្រអាចពិសោធន៍បានរឿងអីផ្សេងអាចពិសោធន៍បានតែរឿងតារាសាស្ត្របើប៉ះឆុងអាចពិសោធន៍បានរឿងល្អដូចខ្ញុំតែងតែនិយាយចឹងរឿងល្អវាកម្រនឹងកើតមកណាតែបើរឿងមិនល្អវិញយើងម្នាក់អត់មានអ្នកណាចង់ទេប៉ុន្តែវាជួបលឿនខ្លាំងណាស់គេហៅថាផ្លូវឡើងឋានសួគ៌ខ្ញុំតែងតែនិយាយពពាក្យនេះគឺបានមកពីកូនសិស្សអតីតកូនសិស្សរបស់ខ្ញុំជំរាបសួរអូនតែឃើញចូលមើលចាអញ្ចឹងអតីតកូនសិស្សរបស់ខ្ញុំគាត់ធ្លាប់និយាយថាផ្លូវឡើងឋានសួគ៌ដូចអស់អាស័យជ្រះចុងតែបើផ្លូវធ្លាក់នរកវិញល្អិលដូចយើងលាបប្រេងចានឹងពាក្យសម្ដីអតីតកូនសិស្សរបស់ខ្ញុំតែគាត់ចេះព្រះធម៌ដែលគាត់យល់ពីព្រះធម៌ចាអញ្ចឹងអ្វីដែលយើងចង់បានតែល្អគ្រប់គ្នាទាំងគេទាំងខ្ញុំទាំងបងប្អូនទាំងអស់មិត្តរួមលោកទាំងអស់តែងតែចង់បានល្អប៉ុន្តែអារឿងល្អហ្នឹងវាមិនដូចបំណងទេចាអញ្ចឹងដូច្នេះពេលដែលយើងដឹងពីគេថាប៉ះឆុងទៅធ្វើដល់ខ្លួនឯងលឿនអត់ចង់បាត់យើងទៅអស់លុយណាច្រើនទេគ្រាន់តែអស់លុយទៅលើអំបិលនឹងពេលវេលារយៈពេល40នាទីទៅ1ម៉ោងប៉ុណ្្នឹងឯងចាប៉ុណ្្នឹងទេចាបន្តមកទៀតបើសិនជារឿងនឹងបើសិនជាអំបិលអស់នឹងភាពគេហៅថាពេលដែលរឿងមិនល្អកើតឡើងតែងតែមានភាពចៃដន្យនឹងរឿងអីគេភាពចៃដន្យថាអំបិលអត់មានចាដល់ពេលហ្នឹងអំបិលក៏អត់មានដែរនៅក្នុងផ្ទះចាអញ្ចឹងត្រៀមអំបិលខាត់ស្បែកទុកជាប្រចាំនៅផ្ទះចាអញ្ចឹងដូចខ្ញុំឲ្យតែឃើញអំបិលខាត់ស្បែកគេលក់ discount បញ្ចុះតម្លៃអីគឺខ្ញុំប្រមូលទុកហើយចាហើយប៉ុន្តែក៏មើលដល់លេដែរគឺប្រមូលទុកហើយចាទី1លើកគេហៅថាកាត់គ្រោះលើករាសីទី2សាច់ស្អាតដុំអំបិលទៅយើងលាបលេទៅសាច់ចូលអញ្ចឹងអ្នកគ្រូអត់សាច់ស្អាតទេចាសាច់អ្នកគ្រូអត់ល្អទេសាច់ហើមព្រោះដោយសារកុសខ្យល់ប៉ុន្តែអញ្ចឹងពេលដែលយើងដឹងថាសាច់យើងមិនស្អាតល្អហើយយើងព្យាយាមថែវាមិនដឹងថាមិនល្អមិនស្អាតហើយយើងក៏វិញចោលទៀតដែរអញ្ចឹងយើងថែវាហើយយើងបានទាំងហុងស៊ុយលើករាសីទៀតណាបងប្អូនណាចាអញ្ចឹងកុំភ្លេចរឿងអំបិលខាត់ស្បែកបើអត់អំបិលគ្រួភាពចៃដន្យក៏មានអំបិលខាត់ស្បែកអញ្ចឹងខាត់បានទាំងប្រុសទាំងស្រីទាំងកូនក្មេងទាំងអស់គ្នាបាទចាអូខេសុំសំណួរមានអត់ចាយោបល់អ្នកគ្រូមានតែប៉ុណ្្នឹងដដែលបងប្អូនក៏ដឹងដូចគ្នាដដែលប៉ុន្តែរាល់ពេលដដែលនឹងពេលដែលឆុងកាត់ឡើងធ្វើឲ្យយើងអត់ចង់ធ្វើអ្វីទាំងអស់ធ្វើឲ្យយើងនឹងអត់ចង់ធ្វើអ្វីទាំងអស់ធ្វើឲ្យយើងនឹងអត់មានកតាមនុស្សអត់មានឆន្ទៈមុតទេចាធ្វើឲ្យយើងខ្ជិលធ្វើឲ្យយើងល្វើយធ្វើឲ្យយើងភ្លេចរហូតណាចាភ្លេចរហូតចាអញ្ចឹងចំណុចកន្លែងនេះហើយដែលយើងថាអ្នកដែលមានរាសីល្អដែលក៏អត់ប៉ះឆុងក៏តែងតែនិយាយមកបែបជឿជាក់ដល់ពេលអ្នកដែលរាសីឆុងគេនិយាយទៅអត់ចូលទៅជាណាអ្នកដែលរាសីឆុងអត់ចូលជាអញ្ចឹងវិធីធ្វើបានដោយខ្លួនឯងចាគ្រប់យ៉ាងមួយទឹកនៅចំកណ្ដាលថ្ងៃត្រង់ក៏បានចាធ្វើបានគ្រប់យ៉ាងតែអ្នកដែលឆុងតែងតែភ្លេចគ្រប់យ៉ាងខ្ជិលគ្រប់យ៉ាងតែអញ្ចឹងសូមបងប្អូនមានសំណួរឬក៏ខមមិនអីមកចាតែខែនេះអ្នកគ្រូអត់តាន់បាននិយាយពីរឿងទឹកឆុងទឹកហេងទេនេះ
chẳng mà lại là khởi chẳng lại là khởi đừng nhiều bị từ trong từ hình này dạ chân sông complete đó bông bồn á chạy để xây chia xa mùi làm bày cầm mọi bông bồn đã vì nhiều tôn từ lời ca riêng sâu được bao con khóc khóc bê không bị toàn ban chung người xã con xa hóng bợ bên sông nước tết này cụ nâng bật lái đập bày ấy chung con tơ tới tia chân con tơ đã lên chân con tơ đã lên ổn lên chẳng đã lên mà chung mắt ổn lên xịt bay chẳng đã lên mà chung mắt mạng nhảy lên đó nha tôi đang lên cho nát từng dục mình còn nhảy lên cho mùi còn sao mạng đó nha chỉ nhiên chung mơ đái chỉ nhiên chẳng đã lên mà chung áp mẹ cứu tôi do nhảy lên cho mùi bông ôn anh nên phiệp đi đi bật láng đăng phạt cà phê chẳng bởi sao được bông ôn ở miền sầm nô ấy tế chẳng chung tôi bông ôn từ trong miền bạch thạp bông xuông một ngày ở sai nít chả xong từ cướp kia làm bay cái thả cung sao mà do việc mai thả cung sao mà do nát chả miền bầm nông ở cho nạp drop rồi có bầm nông thôi ấy cái đây từ sông ta mà chỉ càng ngày dân riêng luôn nát chả hay nát chẳng bởi miền con không môi ấy chui vào bầm nông to kia phóng thả tầm mơ đi xây từ chả ở kho bầm nông thì chẳng nè này không bầm nón á cái thằng đào rục luôn ai ở toàn khơi chỉ tràn nè rục luôn ai ở toàn khơi chẳng biết đi cái tay tay gì được trong sòng cung social media TikTok Facebook một luôn anh khơi nấy chả chẳng bây đại dân rục luôn ai ở toàn khơi ni hai chữ upasa bây đại dân rục luôn anh khơi mình này thả dân rục ở bây đại chữ luôn ai tôi chỉ càng nghe nâng cái mơ màu thả về chị upasa về chị bị bạn tài dân thôi cả tại bà sân chỉ càng nghe nâng mình chuyện bọc dưỡng chắc tôi nhầm bán mơ đi xây ơi không mùi bà man được không khai lắm đây có thơ mình tay đi xây bao quát á ôi sẽ đắp tư tăng thùng chân nua chả đắp tư tăng thùng chân nua con trai chả chân nua lục ở phục đẹp đài nè để có thì bạn chả hai có style pevelia chả chẳng pevelia mình bỏ ca dương lọ group này ban tiền chả cái ta tu chân mà chân ta hai về mình được đam tiền chả chẳng sau pe vay trò nát sau pe vay trò plak đôi đôi kia pe đã vay cho dương lọ chả dương cực ấy tay để chọc chày ta pe đã vay cho để dương mình lọ ốp sạn cạt lại tiền đã thả riêng nghi sao chả riêng nghi sao để thôi ai cạt lại chả chẳng cái ta kịp chạy bàn để tiện cha cái ta pe đã dương ốp sạn ấy nó để tay để khoát đôi nhom gì